ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះបញ្ញរដ្ឋ Official មកចែកម្លែក tip ជាមួយនឹង computer ម្ដងទៀតហើយតែថ្ងៃនេះយើងតាក់ទងជាមួយនឹង phone អក្សរនៅក្នុង Telegram អញ្ចឹងតោះយើងទៅមើលទាំងអស់គ្នាសម្រាប់អ្នកដែលទើបតែ download Telegram មកដំបូងគឺវាមាន phone អក្សរទុយៗបែបនេះអញ្ចឹងបើសិនជាបងប្អូនពិបាកមើលពិបាកអានអញ្ចឹងអាចធ្វើតាមវិធីខ្ញុំបានអញ្ចឹងនេះអក្សរអង់គ្លេសគឺយើងអាចមើលបានធម្មតាតែអក្សរខ្មែរយើងគឺថាវាទូចខ្លាំងមែនតើហើយពិបាកមើលណាតោះអញ្ចឹងមកដឹងពីវិធីធ្វើទី1យើងចូលមកក្នុង setting មក setting ហើយបន្ទាប់មកយើងរកមើលពី chart setting បន្ទាប់មកទៀតយើងរកមើលពី font family បាទនេះជា font ដំបូងបំផុតដែលយើងបើក Telegram មកណាគឺ default របស់គេអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនចង់ដូរដាក់អក្សរខ្មែរដើម្បីឲ្យឃើញធំបងប្អូនអាចធ្វើតាមខ្ញុំបានយើងវាយឈ្មោះ font ខ្មែររបស់យើងមកដែលយើងចង់ដាក់ណាអញ្ចឹងនៅលើនេះគឺយើងមាន font ខ្មែរច្រើនមែនតើអញ្ចឹងបើសិនជាបងប្អូនអត់ទាន់មាន font ខ្មែរទាំងអស់ហ្នឹងទេបងប្អូនអាច download ដំឡើងបានគឺដោយ free ទេគឺមានច្រើនមែនតើនៅលើ website ណាអញ្ចឹងឥឡូវខ្ញុំជ្រើសយក font មួយឈ្មោះថាខ្មែរ OS ចោះអូខេវាមានច្រើនខ្មែរ OS វាមាន OS Moonlight OS Moon Bali OS និរ័តអីចឹងទៅអញ្ចឹងឥឡូវយើងឧទាហរណ៍គឺ OS system នេះចាប់នេះត្មងទៅឬក៏ OS សៀមរាបក៏ស្អាតដែរអញ្ចឹងយើងចុច save បន្ទាប់មកវា load ពី restart អញ្ចឹង restart នេះមិនមែន restart ម៉ាស៊ីនកុំព្យូទ័រយើងទេគឺ restart Telegram ចុច restart មកបន្ទាប់ពី restart រួចរាល់ហើយយើងចូលមកវិញយើងចូលមកមើលអក្សរដែលយើងបានចុចមកនេះអញ្ចឹង font ខ្មែរ OS បាញ់មិញនេះគឺបែបនេះគឺងាយស្រួលអានជាងមុនវាអត់លោតទុយទៀតទេហើយ font អង់គ្លេសគឺនៅងាយមើលស្រួលមើលដូចគ្នាអញ្ចឹងបើសិនជាបងប្អូនអត់ឆ្លាញ់ font នេះទេអាចដូរ font ទៀតបានអញ្ចឹងយើងចូលម្ដងទៀតមកចូល setting ចូលរកពាក្យ chart setting បន្តមករកពាក្យ font family អញ្ចឹងខ្ញុំដាក់ font KH BL lazy នេះខ្ញុំឆ្លាញ់ font មួយនេះហើយខ្ញុំដាក់ប្រើប្រាស់រាល់ថ្ងៃដូចគ្នាអញ្ចឹងបើបងប្អូនចង់បាន font មួយនេះងាយស្រួលមែនតើគ្រាន់តែវាយឈ្មោះ font នឹងនៅក្នុង website ឬក៏ជ្រោមមួយណាទៅបងប្អូនអាច download ដោយ free បានហើយអញ្ចឹងយើងចុច save ហើយចុច restart ម្ដងទៀតមកតើមកយើងអាចឃើញ font យើងទៅមើលតើវាស្អាតអត់អូខេ font នេះខ្ញុំគិតថាខ្ញុំឆ្លាញ់ font មួយនេះជាងអញ្ចឹងអក្សរអង់គ្លេសក៏ឃើញខ្ជូតដែរវារៀងកតល់អញ្ចឹងណាអញ្ចឹងtip មួយនេះខ្ញុំសង្ឃឹមថាវានឹងអាចជួយអ្នកទាំងគ្នាដោះស្រាយបញ្ហា font នៅលើ Telegram បានអញ្ចឹងបើសិនជាពេញចិត្តវីដេអូមួយនេះកុំភ្លេចចុច like Subscribe Share ដាក់រូបសញ្ញាកណ្ដឹងផងបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយ